ខានឡើងតុកយូមានអារម្មណ៍ថានឹកម្ហូបការខ្លាំងមក ម្ល៉េះហើយនៅក្នុងវីដេអូនេះខ្ញុំមកចែកម្លែកពីរបៀបធ្វើញ៉ាំគ្រឿងសមុទ្រមីស៊ូបំពងដែលគេចំណាំដាក់នៅតុកកាមួយមុខនេះមានរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើមែនតើសំខាន់ចង់ធ្វើញ៉ាំជាមួយបាយក៏បានញ៉ាំរបៀបជាគ្រឿងក្លែមក៏ត្រូវដែរមុននឹងឈានចូលដល់វិធីធ្វើសូមបងប្អូនជួយ share វីដេអូមីនេះឲ្យបានច្រើនផងដែរដើម្បីឲ្យបងប្អូនផ្សេងទៀតគាត់បានមើលឃើញអញ្ចឹងណាពូម៉ារយៈនេះសម្បូរអ្នកសួរខ្ញុំមែនតើថាបាត់ខ្ញុំទៅណាអត់ឃើញធ្វើម្ហូបសោះហើយខ្ញុំណែធ្វើវីដេអូរាល់ថ្ងៃហើយបាត់ view អីអស់លេងអញ្ចឹងគ្រឿងផ្សំគឺមានបកាស្រស់មានមឹកជាមួយនឹងសាច់ជ្រូក3ជាន់ស្ងោរម្ទេសហើយនឹងខ្ទឹមសចិញ្ច្រាំបន្លែគឺខ្ញុំមានការ៉ុតស្ពៃក្តោបមានប៉េងប៉ោះមានស្ពៃក្តោបពណ៌ស្វាយម្ទេសធំមួយផ្លែជីខិនឆាយហើយនឹងក្រូចឆ្មាបន្លែហាន់ស្ដាងៗអញ្ចឹងមកនៅពេលដែលយើងច្របល់ទៅវាឆាប់ចូលជាតិល្អបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមមកបំពងមីស៊ូពេលដាក់ហ្នឹងបងប្អូនបរិយាមីស៊ូឲ្យវារីចេញពីគ្នាដូចម៉ាក់ខ្ញុំដាក់អញ្ចេះមកខ្ញុំដំបងតម្លាក់ចូលទាំងដុំច្រឡំមានអីអត់រីកសោះអញ្ចឹងយើងបេះវាឲ្យរៀងល្បេះចេញពីគ្នាបន្តិចមកពេលដាក់បំពងទៅវាបានរីកស្អាតល្អអញ្ចឹងណាឥឡូវនេះគឺខ្ញុំធ្វើខាតអស់មួយដុំបាត់ពាក្យចាស់ពោមដែលខុសទេអត់ជឿចាស់ឆ្លាស់ដៃថេអញ្ចឹងខ្ញុំធ្លាប់ធ្វើម្ដងដែរតែខ្ញុំច្រឡំខ្ញុំគិតថាតម្លាក់ទៅទាំងដុំអញ្ចឹងទៅក៏វារៀងរីកអត់អស់អញ្ចឹងណាអញ្ចឹងបងប្អូនចង់ឲ្យវារីកស្អាតយើងរៀងបរិយវាតិចមកអញ្ចឹងបន្ទាប់ពីបំពងវាបានរីកហើយគឺស្រង់វាចេញដាក់នៅកញ្ច្រែងស្រស់ចោលទៅដើម្បីឲ្យប្រេងបំពងមកយើងនឹងស្រក់ទៅក្រោមតែពេលហ្នឹងខ្ញុំស្លន់ពេកអត់បានដាក់កញ្ច្រែងតែដាក់នៅចានហ្មងដល់ពេលធ្វើរួចទៅមិនដឹងឃើញបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមលាយគ្រឿងគឺដាក់ទឹកត្រីចូលស្ករប៊ីចេងហើយយើងច្របាច់ក្រូចឆ្មារសជាតិស្រឡាញ់ជូរប៉ុណ្ណាដិតប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅដាក់គ្រឿងរួចហើយខ្ញុំដាក់ខ្ទឹមសច្រាំជាមួយនឹងម្ទេសដែរញោមនេះគឺខ្ញុំអត់សូវសកត់លើរសជាតិហឹរទេខ្ញុំដាក់តិចល្មមច្របល់មើលតែគ្រឿងចាប់ដើមរលាយហើយគឺខ្ញុំដាក់គ្រឿងសាច់ខ្ញុំហ្នឹងគឺមានបកាមឹកហើយនឹងសាច់ជ្រូក3ជាន់ស្ងោរមុននឹងដាក់សាច់ចូលហ្នឹងភ្លក់គ្រឿងឲ្យដិតសិនណាព្រោះយើងដាក់សាច់ហើយនៅបន្លែទៀតតែយើងលាយរសជាតិរៀងស្រាលពេកពេលដាក់សាច់ដាក់បន្លែទៅគឺវាអត់សូវចាប់ជាតិគ្នាទេមកមុខនេះអត់សូវជាចោះលុយអីទេបងប្អូនយើងអាចទិញបកាទិញមឹកគេ1ខាំ2ខាំយកមកលាយញ៉ាំតាមយើងមានគ្នាតិចច្រើនអញ្ចឹងណាហើយបើសិនជាបងប្អូនខ្ជិលដាក់អីញ៉ៃដាក់តែសាច់ជ្រូក3ជាន់ស្ងោរហ្នឹងក៏ឆ្ងាញ់ដែរញ៉ាំនៅផ្ទះខ្លួនឯងអញ្ចឹងយើងអាចឆិនឆៃបានបើតាមតកាគេដាក់គ្រឿងសមុទ្ររៀងច្រើនអញ្ចឹងបន្ទាប់ពីច្របល់គ្រឿងសមុទ្រសាច់អីហ្នឹងចូលសពហើយគឺខ្ញុំចាប់ផ្ដើមដាក់បន្លែហ្នឹងគឺខ្ញុំដាក់ទៅទាំងអស់ហ្មងខ្ញុំអត់មានទុកទេណាជាមួយជីជាមួយអីហ្នឹងជីខិនឆាយក៏ដូចគ្នាដែរបើសិនជាបងប្អូនធ្វើដាក់ទាំងដើមវាផងទៅញ៉ាំទៅវាឈ្ងុយនៅក្នុងមាត់បើខ្ញុំអត់បានដាក់ដើមខ្ញុំដាក់តែស្លឹកច្របល់បានមកសពហើយចង់ឆ្ងាញ់យកញោមនឹងទៅដាក់ក្លាស្ទេទុកក្នុងទូត្រជាក់បន្តិចក៏បានដែរឲ្យវាកាន់ទៅចូលជាតិខ្ញុំនេះស្លន់ណាព្រោះចិត្តដល់មកបាយហើយអញ្ចឹងដួសភ្លាមដាក់នៅលើមីស៊ូដែលបានបំពងនឹងហ្មងម្ហូបនេះធ្វើភ្លាមញ៉ាំភ្លាមអត់ធ្វើទុកទេបើទុកមីស៊ូបើយើងរិចញ៉ាំលេងឆ្ងាញ់ហើយបើអត់តន់ញ៉ាំកុំតន់ដាក់ញោមនឹងនៅលើមីស៊ូអរគុណដែលបានចូលទស្សនាបាយបាយ